ផ្លែលឹកជាធម្មតានៅពេលដែលយើងញ៉ាំផ្លែលឹកហើយយើងត្រូវតែបោះចោលសម្បកវាចេញត្រូវអត់ប៉ុន្តែមុខម្ហូបមួយនៅក្នុងតែប្រំរាជវាំងមួយនេះហាគេយកសម្បកអាលឹកមកធ្វើជាបន្លែមួយហើយមុខម្ហូបនោះមានឈ្មោះថាសម្លសណ្តែកសម្រាប់មុខម្ហូបសម្លសណ្តែកមានគ្រឿងផ្សំដូចជាត្រីអាំងជីនាងវងខ្ទឹមក្រហមអំម្រេចកាពិទឹកត្រីត្រីឆ្អើរស្ករត្នោតនិងសម្បកអាលឹកចឹងជាដំបូងយើងត្រូវបុកខ្ទឹមក្រហមម្រេចហើយនឹងកាពិខ្ទឹមក្រហមយើងដាក់ចូលទៅហើយយើងបុកខ្ទឹមក្រហមឲ្យវាម៉ត់តិចទៅបន្ទាប់ពីយើងបុកវាឲ្យវារៀងម៉ត់បែបនេះតិចហើយយើងដាក់គ្រឿងផ្សេងចូលទៀតយើងដាក់កាពិចូលទៅហើយយើងដាក់ម្រេចយើងចូលហើយអ្នកដែលអ្នកបក់កូរច្បល់ចូលគ្នាហ្នឹងបន្ទាប់មកយើងដាំទឹកឲ្យពុះយើងចាក់ទឹកចូលទៅហើយយើងដាំទឹកឲ្យពុះយើងចាំឲ្យទឹករៀងពុះតិចហើយឥឡូវទឹកយើងពុះឡើងផុលហើយឃើញអត់អញ្ចឹងយើងដាក់សម្បកអាលឹកយើងចូលគ្រឿងបុកយើងមិនហ្នឹងយើងដាក់វាចូលមកហើយនឹងត្រីឆ្អើរយើងកូរវាឲ្យសក់មកយើងកូរវាសក់ហើយយើងបិទក្មុកឆាំងវិញយើងទុកវាចោលរយៈពេល5នាទីឲ្យសម្បកអាលឹកហ្នឹងឆ្អិនសិននៅពេលដែលយើងងាស់វាបាន5នាទីហើយមើលសាច់អាលឹកពីរៀងទន់ហើយរៀងទន់មើលទៅរៀងផុយល្មមហីដល់យើងបង់ត្រីអាំងដែលបន្លែរួចរាល់យើងបង់វាចូលទៅយើងកូរវាតិចហើយយើងដាក់ស្ករត្នោតយើងចូលយើងដាក់ដល់មកស្លាបព្រាកូនដល់ព្រាប៉ុណ្ណេះតិចទេហើយចាំយើងថែមថយខ្លួនឯងយើងដាក់តិចសិនហើយយើងចាំថែមថយតាមនឹងខ្លួនឯងតាមបន្តទៀតដកមកយើងដាក់ទឹកត្រីមកលាភៀកន្លះលាភៀទូអញ្ចឹងប៉ុណ្ណឹងសម្លរបស់យើងរួចរាល់ជាការស្រេចស្លចានោះដែលណាសម្លសណ្តែកសម្លអ្នកវាំងណាហើយបន្លែអីក៏ហមបៃតងណាឥឡូវសាប់ភ្លក់មើលសិនមើលឈ្មោះនេះថៃឆ្អាសាក់មើលសិនណាឆ្ងាញ់ប៉ុន្តែទាដឹងនេះអាហ្នឹងមិនជាបន្លែជាផ្លែឈើយើងភាគច្រើនយើងញ៉ាំតែសាច់វាយើងចោលសម្បកវាហើយសម្លនេះហាយើងយកសម្បកវាយកមកធ្វើសាក់ទាចេញបានអត់ទាចេញអស់ចិត្តតែគេយកសម្បកអាលឹកយកមកធ្វើផ្លែកណ៎តែសំខាន់ឈ្ងុយទេណាហើយបន្តមកមានអារម្មណ៍ថាធំក្លិនកាពិពេញមាត់ស្លហ្នឹងគេយកកាពិយកមកធ្វើគេបុកកាពិយកមកហ្មងអូខ្ញុំអត់ដឹងសោះថា
អាឡឹកអាចយកធ្វើជាម្ហូបបានទេ ខ្ញុំក៏ដឹងដូចគ្នាពេលដែលអានសភៅសោយមកáឃើញមុខម្ហូបនោះខ្ញុំប្លែកដែរតា នឹងមកសភៅសោយ សុំមើលនេះ បានអត់ អត់បានទេអត់ឲ្យទេ ក្នុងនោះមានម្ហូបប្លែកប្លែកច្រើនជាងនឹងទៀតមែន នៅក្នុងនោះមានម្ហូប ហើយ អត់បានទេឥឡូវបើចង់ដឹងថានៅក្នុងសភៅនេះហាមានមុខម្ហូបអីផ្សេងក្រៅពីសម្លមួយនេះហាកុំភ្លេចតាមដានវីដេអូយើងលើកក្រោយទៀតអរគុណសូមជម្រាបលាបាយបាយ